អ៊ុយក្រែនបានក្លាយជារដ្ឋឯករាជ្យនៅខែធ្នូឆ្នាំ1991ដែលទើបតែមានរយៈពេល34ឆ្នាំថ្មីៗនេះប្រវត្តិសាស្ត្រអ៊ុយក្រែនមានសភាពស្មុគស្មាញច្រើនដោយរដ្ឋមេនេះបានផ្សារភ្ជាប់យ៉ាងជ្រៅជាមួយរុស្ស៊ីហើយជាពិសេសមេដឹកនាំរុស្ស៊ីបច្ចុប្បន្នតែងតែលើកឡើងថាទឹកដីអ៊ុយក្រែនកាលពីររកាលមិនធ្លាប់មានប្រវត្តិជារដ្ឋឯករាជ្យនោះទេនិងថាទឹកដីអ៊ុយក្រែនមួយភាគធំជាផ្នែកមួយរបស់រុស្ស៊ីតែប៉ុណ្ណោះក៏ប៉ុន្តែការពិតប្រជាជនអ៊ុយក្រែនបានចាប់កំណើតឡើងតាំងពីរាប់សតវត្សមុនមកម្ល៉េះអ៊ុយក្រែនគឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងកើតនិងជាប្រទេសធំបំផុតលំដាប់ទី2នៅទ្វីបអឺរ៉ុបនៅពីក្រោយរុស្ស៊ីប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយរុស្ស៊ីនៅភាគខាងកើតនិងភាគឦសានបេឡារុសនៅភាគខាងជើងប៉ូឡូញស្លូវ៉ាគីនិងហុងគ្រីនៅភាគខាងលិចរ៉ូម៉ានីនិងម៉ូលដាវីនៅភាគខាងត្បូងអ៊ុយក្រែនមានបណ្ដោយឆ្នេរជាប់សមុទ្រអាសូវនិងសមុទ្រខ្មៅគៀវគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៃប្រទេសអ៊ុយក្រែនភាសាអ៊ុយក្រែនគឺជាភាសាផ្លូវការនិងជាភាសាជាតិខណៈដែលភាសារុស្ស៊ីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាពិសេសនៅផ្នែកខាងកើតនិងផ្នែកខាងត្បូងនៃផ្ទៃប្រទេសប្រជាជនអ៊ុយក្រែនបានចាប់កំណើតឡើងតាំងតែពីសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះក្នុងអំឡុងមជ្ឈិមសម័យអ៊ុយក្រែនគឺជាទីកន្លែងនៃការពង្រីកឥទ្ធិពលរបស់ជនជាតិស្លាវដើមនិងក្រោយមកបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃជនជាតិស្លាវខាងកើតក្រោមនគរគៀវរុសដែលបានលេចឡើងនៅសតវត្សទី9នគរគៀវរុសជានគរដ៏ធំមួយដែលជាឫសគល់នៃប្រវត្តិសាស្ត្រប្រទេស3នាសម័យទំនើបគឺរុស្ស៊ីអ៊ុយក្រែននិងបេឡារុសនាពេលបច្ចុប្បន្នប្រទេសទាំង3នេះតែងតែអះអាងថាខ្លួនគឺជាអ្នកស្នងតំណែងពីនគរគៀវរុសក្រោយមកនគរគៀវរុសបានដួលរលំដោយសារតែឥទ្ធិពលពីខាងក្រៅនិងចំនួនដណ្ដើមរាជបល្ល័ង្កពីខាងក្នុងក្រោយការដួលរលំនៃនគរគៀវរុសទឹកដីទាំងនោះត្រូវបានបែងចែកទៅជារដ្ឋអំណាចតូចៗនៅក្នុងតំបន់ហើយទីបំផុតរដ្ឋទាំងនោះត្រូវបានវាយឈ្លានពានដោយចក្រភពម៉ុងហ្គោលនៅសតវត្សទី13ក្រោយរំដោះបានពីឥទ្ធិពលម៉ុងហ្គោលគេឃើញក្សត្របូរីមួយនៅប៉ែកខាងកើតបានចាប់កំណើតឡើងគឺមូស្គូហើយរដ្ឋនេះបានក្លាយជានគរដែលមានការរីកចម្រើនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃចំណែកនៅប៉ែកខាងលិចឯណោះវិញក៏មានក្សត្របូរីមួយដែរគឺនគរគៀវក៏ប៉ុន្តែនគរនេះមានការធ្លាក់ចុះកាន់តែខ្លាំងជាលំដាប់រហូតដល់ពាក់កណ្ដាលសតវត្សទី17នគរគៀវត្រូវបានរលាយទាំងស្រុងទឹកដីនៃនគរគៀវកាលពីអតីតកាលគឺជាដែនដីនៃប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្នក្រោយការដួលរលំនគរគៀវត្រូវបានគេពុះចែកជាពីរនៅត្រង់ទន្លេញែកដោយខាងកើតទន្លេស្ថិតនៅក្រោមការកាន់កាប់របស់ម៉ូស្គូនិងខាងលិចទន្លេស្ថិតនៅក្រោមការកាន់កាប់របស់ប៉ូឡូញលីតុយអានីចំណែកនៅប៉ែកខាងត្បូងឯណោះវិញគឺតំបន់គ្រីមេស្ថិតនៅក្រោមការកាន់កាប់របស់ចក្រភពអូតូម៉ង់នៅសតវត្សទី18មូស្គូបានឆ្លងកាត់នៅសម័យកាលដ៏រុងរឿងមួយនិងបានវិវត្តក្លាយទៅជាចក្រភពរុស្ស៊ីដោយបានចូលកាន់កាប់តំបន់គ្រីមេទាំងស្រុងហើយអាចវាយទីឆ្លងទន្លេញែកកាន់កាប់នគរគៀវដែលជាទឹកដីអ៊ុយក្រែនស្ទើរតែទាំងស្រុងដោយនៅសល់តែផ្នែកតូចមួយតែប៉ុណ្ណោះថ្លែងអំពីដែនដីអ៊ុយក្រែនដែលនៅសេសសល់មួយផ្នែកតូចនោះក៏ត្រូវបានកាន់កាប់ដោយចក្រភពមួយទៀតគឺចក្រភពអូទ្រីសនិយាយជារួមទៅទឹកដីអ៊ុយក្រែននាពេលនោះត្រូវបានដូរដៃអ្នកថៃជាបន្តបន្ទាប់ក៏ប៉ុន្តែមួយភាគធំគឺស្ថិតនៅក្រោមការកាន់កាប់របស់ចក្រភពរុស្ស៊ីដោយស្ថិតនៅក្រោមការកាន់កាប់របស់ចក្រភពរុស្ស៊ីជាង1000ឆ្នាំពាក្យថាអ៊ុយក្រែនត្រូវបានគេលែងឲ្យប្រើហើយដាក់ឈ្មោះថ្មីជំនួសមកវិញគឺម៉ាឡារ៉ូគិតត្រឹមពេលនោះចក្រភពរុស្ស៊ីគឺជាអាណាចក្រមួយដែលមានដែនដីយ៉ាងធំល្វឹងល្វើយដោយលាតសន្ធឹងពីប៉ូឡូញរហូតទៅដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកហើយមានប្រជាជនរហូតដល់ទៅប្រមាណជា180លាននាក់ក៏ប៉ុន្តែមានសាសនាភាសានិងវប្បធម៌លាយចម្រុះគ្នាដែលបង្កជាបញ្ហាស្មុគស្មាញក្នុងការគ្រប់គ្រងលើសពីនេះទៅទៀតប្រជាជនរុស្ស៊ីភាគច្រើនគឺជាកសិករនិងកម្មករក្រីក្រហើយមិនសប្បាយចិត្តនឹងនយោបាយសេដ្ឋកិច្ចព្រមទាំងរបៀបដឹកនាំតាមបែបផ្ដាច់ការ
របស់ស្ដេចចានីកូឡាទី2នៅទីបំផុតរបបរបស់ស្ដេចចាក៏បានដួលរលំនៅក្នុងឆ្នាំ1917ឆ្លៀតពេលដែលចក្រភពរុស្ស៊ីដួលរលំអ៊ុយក្រែនក៏បានប្រកាសជារដ្ឋឯករាជ្យពីរុស្ស៊ីក៏ប៉ុន្តែបានត្រឹមតែរយៈពេល5ឆ្នាំតែប៉ុណ្ណោះនៅក្នុងឆ្នាំ1922ចលនាប៊ុលឆេវិកដែលដឹកនាំដោយប្លាឌីមៀរ លេនីនបានបង្រួបបង្រួមអំណាចគ្រប់គ្រងរបស់ខ្លួនលើអតីតចក្រភពរុស្ស៊ីហើយបានបង្កើតសាធារណរដ្ឋសង្គមនិយមសូវៀតឡើងគិតត្រឹមឆ្នាំ1922អ៊ុយក្រែនបានស្ថិតនៅក្រោមអំណាចរបស់សូវៀតដដែលនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2អ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរហើយជនស៊ីវិលប្រមាណជា7លាននាក់ត្រូវបានសម្លាប់រួមទាំងជនជាតិជ្វីបអ៊ុយក្រែនមួយភាគធំផងដែរដែលបង្កឡើងដោយក្រុមណាស៊ីហ៊ីតលែរអាល្លឺម៉ង់ក្រោយពីចប់សង្គ្រាមលោកលើកទី2មកសង្គ្រាមត្រជាក់ក៏ចាប់ផ្ដើមផ្ទុះឡើងសង្គ្រាមត្រជាក់ដែលជាជម្លោះភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតព្រមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួនចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1940រហូតដល់ដើមទសវត្សរ៍ឆ្នាំ1990នៅក្នុងអំឡុងពេលនោះភាគីនៃកំពូលមហាអំណាចទាំងពីរគឺអាមេរិកនិងសូវៀតបានស្ដែងឡើងនៅបកសម្ព័ន្ធយោធាមធ្យោបាយឃោសនាការធ្វើចារកម្មការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឧស្សាហកម្មកម្រិតធ្ងន់និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាដូចជាការប្រកួតប្រជែងផ្នែកអវកាសជាដើមកំពូលមហាអំណាចទាំងពីរបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការការពារការរត់ប្រណាំងសម្ពាវុធនិងសង្គ្រាមដោយប្រយោជន៍ជាច្រើនទៀតនៅជុំវិញពិភពលោកក៏ប៉ុន្តែក្នុងដំណាក់កាលប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមត្រជាក់បានធ្វើឲ្យសហភាពសូវៀតជួបនឹងវិបត្តិជាច្រើនទាំងក្នុងប្រទេសនិងទាំងក្រៅប្រទេសនៅក្រៅប្រទេសសហភាពសូវៀតបានបញ្ចេញថវិការបស់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់យកជួយដល់ប្រទេសក្រីក្រមួយចំនួននៅទ្វីបអាស៊ីអាមេរិកខាងត្បូងនិងទ្វីបអាហ្វ្រិកព្រោះតែគោលបំណងធំតែមួយគត់គឺការពង្រីកមនោគមវិជ្ជាកុម្មុយនីសចំណែកនៅផ្ទៃក្នុងប្រទេសវិញរដ្ឋាភិបាលសហភាពសូវៀតបានខិតខំពង្រីកខាងវិស័យកសិកម្មក៏ប៉ុន្តែបែរជាប្រើប្រាស់ជីគីមីនិងថ្នាំពុលហួសប្រមាណទៅលើដីនិងដំណាំដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងធ្វើឲ្យខូចគុណភាពដីថែមទាំងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យកសិកម្មមិនត្រឹមតែប៉ុណ្ណោះអំពើពុករលួយនិងអត្រាមរណៈរបស់កុមារគឺជាវិបត្តិសង្គមដ៏ចម្បងជាងគេនៅក្នុងសហភាពសូវៀតដោយសារតែឥទ្ធិពលនៃសង្គ្រាមត្រជាក់និងបញ្ហាផ្ទៃក្នុងជាច្រើនបានធ្វើឲ្យសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតដែលបានបង្កើតឡើងតាំងពីឆ្នាំ1922ត្រូវបានរំលាយជាផ្លូវការនៅក្នុងឆ្នាំ1991ក្រោយការដួលរលំសហភាពសូវៀតទឹកដីមួយចំនួនដែលធ្លាប់ស្ថិតនៅក្រោមការកាន់កាប់របស់សូវៀតក៏ចាប់ផ្ដើមប្រកាសជារដ្ឋឯករាជ្យឡើងឆ្លៀតពេលនោះអ៊ុយក្រែនក៏បានប្រកាសឯករាជ្យពីសូវៀតផងដែរហើយសូវៀតខ្លួនឯងបានប្រែក្លាយទៅជាឈ្មោះមួយដោយកាលសម័យដើមគឺរុស្ស៊ីក្រោយការប្រកាសឯករាជ្យរបស់អ៊ុយក្រែននៅថ្ងៃទី5ខែធ្នូឆ្នាំ1994អ៊ុយក្រែននិងរុស្ស៊ីបានចុះហត្ថលេខាលើអនុសារណៈមួយនៅក្នុងទីក្រុងបុយដាបេសប្រទេសហុងគ្រីរួមជាមួយនឹងប្រទេសហត្ថលេខី3ផ្សេងទៀតគឺរុស្ស៊ីសហរដ្ឋអាមេរិកនិងអង់គ្លេសតាមរយៈអនុសារណៈនោះអ៊ុយក្រែនសុកចិត្តបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរដែលបន្សល់ទុកពីសម័យសហភាពសូវៀតដោយផ្ទេរទៅឲ្យរុស្ស៊ីជាថ្នូរមកវិញរុស្ស៊ីសហរដ្ឋអាមេរិកនិងអង់គ្លេសដែលសុទ្ធសឹងតែជាមហាអំណាចនុយក្លេអ៊ែរបានសន្យាគ្រប់អធិបតេយ្យនិងបូរណភាពដែនដីរបស់អ៊ុយក្រែនអ្វីដែលជាការគួរឲ្យកត់សម្គាល់ចាប់តាំងពីអ៊ុយក្រែនប្រកាសឯករាជ្យពីសហភាពសូវៀតនាឆ្នាំ1991ប្រទេសទាំងពីរមិនដែលមានអរិយភាពជាមួយគ្នានោះទេរហូតដល់ឆ្នាំ2008អ៊ុយក្រែនរួមជាមួយនឹងសកស៊ី
បានដាក់សំណើសុំចូលជាសមាជិកបកសម្ព័ន្ធ NATO នៅក្នុងជំនួបកំពូលខែមេសាឆ្នាំ2008នៅក្នុងទីក្រុងបុយការ៉េសប្រទេសរ៉ូម៉ានីបកសម្ព័ន្ធ NATO បានស្វាគមន៍បំណងចង់ចូលជាសមាជិករបស់អ៊ុយក្រែននិងសដានីក៏ប៉ុន្តែការយល់ព្រមនោះមានការជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រុស្ស៊ីហើយប្រទេសសំខាន់ពីរក្នុង NATO គឺបារាំងនិងអាល្លឺម៉ង់ក៏មិនគាំទ្រម្ល៉េះហើយ NATO ក៏បានបដិសេធមិនចាប់ផ្ដើមផែនការប្រតិបត្តិការទទួលអ៊ុយក្រែននិងសកស៊ីមកធ្វើជាសមាជិកនោះទេក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះ NATO ក៏មិនបិទទ្វារទាំងស្រុងនោះដែរដោយទុកលទ្ធភាពឲ្យអ៊ុយក្រែនចូលជាសមាជិកនៅថ្ងៃណាមួយក្រោយមានសំណើសុំចូលជាសមាជិកបកសម្ព័ន្ធ NATO ពីសំណាក់អ៊ុយក្រែនភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនកើតមានឡើងជាបន្តបន្ទាប់ដូចជានៅខែមិនិនាឆ្នាំ2014រុស្ស៊ីបានដាក់ពង្រាយកងទ័ពនៅតំបន់គ្រីមេក្នុងហេតុផលថាដើម្បីការពារប្រជាជនដើមកំណើតរុស្ស៊ីបន្ទាប់មករុស្ស៊ីបានរៀបចំបោះឆ្នោតប្រជាមតិភ្ជាប់តំបន់គ្រីមេមកជាទឹកដីរបស់រុស្ស៊ីផ្ដាច់មុខការកាត់យកតំបន់គ្រីមេដោយរុស្ស៊ីត្រូវបានសហគមន៍អន្តរជាតិជាទូទៅចាត់ទុកថាជាទង្វើខុសច្បាប់ហើយមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតនៅក្នុងឆ្នាំ2014ក្នុងសម្លេង100ទល់នឹង11 13ប្រទេសអនុប្រវត្តិបដិសេធមិនទទួលស្គាល់ការបោះឆ្នោតប្រជាមតិនៅគ្រីមេហើយកំណត់ថាគ្រីមេនៅតែជាដែនដីមួយរបស់អ៊ុយក្រែនដដែលចំណែកឯសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកព្រមទាំងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការកាត់យកតំបន់គ្រីមេទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូនិងទីក្រុងគៀវបានចាប់ផ្ដើមធ្លាក់ចុះដុនដាបយ៉ាងខ្លាំងក្រោយពីមានបដិវត្តន៍អំឡុងឆ្នាំ2014នៅក្នុងប្រទេសអ៊ុយក្រែននិងបានឈានទៅដល់ការផ្ដួលរំលំអតីតប្រធានាធិបតីអ៊ុយក្រែនវីកតូយ៉ានូកូវិចដែលមានទំនោរទៅរករុស្ស៊ីឲ្យធ្លាក់ចេញពីតំណែងមិនយូរប៉ុន្មានរុស្ស៊ីបានលួចផ្ដាល់ការគាំទ្រដោយសម្ងាត់ដូចជាគ្រឿងសម្ភារវុធនិងកម្លាំងទ័ពទៅឲ្យក្រុមបំបែកខ្លួននៅក្នុងខេត្តភាគខាងកើតចំនួន2របស់អ៊ុយក្រែនរួមមានតំបន់លូហាននិងឌូណេតនៅខែមេសាឆ្នាំ2014សង្គ្រាមបានផ្ទុះឡើងនៅតំបន់ដុនបាសខាងកើតអ៊ុយក្រែនហើយក្រុមឧទាមផ្ដាច់ខ្លួនដោយមានការគាំទ្រពីសំណាក់រុស្ស៊ីបានប្រកាសបង្កើតជារដ្ឋឯករាជ្យចំនួន2ដាច់ចេញពីអ៊ុយក្រែនគឺឌូណេតនិងលូហានការបោះឆ្នោតប្រជាមតិបង្កើតរដ្ឋឯករាជ្យទាំងពីរនេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី11ខែឧសភាឆ្នាំ2014នៅថ្ងៃទី12ខែមិថុនាឆ្នាំ2020បកសម្ព័ន្ធ NATO បានផ្ដល់ឲ្យអ៊ុយក្រែននៅឋានៈជាប្រទេសដៃគូហើយបើកផ្លូវឲ្យមានកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាជាមួយគ្នាក៏ប៉ុន្តែនៅតែបដិសេធមិនចាប់ផ្ដើមនីតិវិធីទទួលអ៊ុយក្រែនជាសមាជិកទៅតាមការស្នើសុំរបស់លោក Volodymyr Zelensky ដែលជាមេដឹកនាំរបស់អ៊ុយក្រែននៅថ្ងៃទី11ខែមេសាឆ្នាំ2021លោក Zelensky បានចោទប្រកាន់ទៅរុស្ស៊ីថាបានពង្រាយកងទ័ពនៅតាមព្រំដែនអ៊ុយក្រែនក៏ប៉ុន្តែរុស្ស៊ីថាការពង្រាយទ័ពនោះគឺធ្វើដើម្បីសមយុទ្ធឆ្លើយតបទៅនឹងទង្វើបង្កហេតុរបស់អ៊ុយក្រែនតែប៉ុណ្ណោះ5ថ្ងៃក្រោយមកគឺនៅថ្ងៃទី6ខែមេសាឆ្នាំ2021លោក Volodymyr Zelensky បានប្រកាសជាចំហថាការចូលជាសមាជិកបកសម្ព័ន្ធ NATO គឺជាមធ្យោបាយតែមួយគត់ដែលអាចបញ្ចប់សង្គ្រាមនៅតំបន់ដុនបាសនិងក៏បានប្រកាសផងដែរអំពីគោលបំណងចង់ចូលជាសមាជិកសហភាពអឺរ៉ុបនៅខែធ្នូឆ្នាំ2021រុស្ស៊ីបានពង្រាយកងទ័ពកាន់តែច្រើននៅក្បែរព្រំដែនរបស់អ៊ុយក្រែនហេតុការណ៍នោះប្រទេសលោកខាងលិចបានលើកឡើងថាការពង្រាយកងទ័ពនោះក្នុងគោលដៅចូលឈ្លានពានអ៊ុយក្រែនក៏ប៉ុន្តែលោក Vladimir Putin ដែលជាប្រធានាធិបតីរបស់រុស្ស៊ីបានបដិសេធថារុស្ស៊ីមិនមានចេតនាចូលឈ្លានពានអ៊ុយក្រែននោះទេក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះរុស្ស៊ីក៏បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអាមេរិកនិងបកសម្ព័ន្ធ NATO ដែលក្នុងនោះរួមមានការទាមទារឲ្យ NATO ធានាថានឹងមិនឲ្យអ៊ុយក្រែនចូលជាសមាជិកហើយឲ្យ NATO ដកកម្លាំងយោធាទាំងអស់ដែលឈរជើងនៅក្នុងប្រទេសអឺរ៉ុបខាងកើតដែលចូលជាសមាជិក NATO ក្រោយឆ្នាំ1997ចេញទាំងអស់
ចំណែកឯសហរដ្ឋអាមេរិកក៏បានប្រមានទុកជាមុនថាប្រសិនបើរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនអាមេរិកនឹងបកសម្ព័ន្ធនិងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតទៅលើរុស្ស៊ីក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះលោកប្រធានាធិបតីអាមេរិកโจ Biden ក៏បានប្រកាសផងដែរថាអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែននោះទេពីព្រោះអ៊ុយក្រែនមិនមែនជាសមាជិក NATO ចាប់តាំងពីខែធ្នូឆ្នាំ2021រហូតដល់ខែកុម្ភៈឆ្នាំ2022មានកិច្ចប្រឹងប្រែងផ្នែកការទូតជាច្រើនបានរៀបចំធ្វើឡើងដើម្បីបញ្ជាសង្គ្រាមអ៊ុយក្រែនក្នុងនោះក៏រួមមានទាំងជំនួបតាមវីដេអូរវាងលោកពូទីននិងលោកโจ Biden និងជំនួបដោយផ្ទាល់នៅក្នុងទីក្រុងមូស្គូរវាងលោកម៉ាក្រុងនិងលោកពូទីននិងជំនួបរវាងលោកពូទីននិងលោកអូឡាស៊ុលប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ដែលទើបនឹងឡើងកាន់តំណែងផងដែរក៏ប៉ុន្តែកិច្ចប្រឹងប្រែងផ្នែកការទូតទាំងនេះមិនបានទទួលលទ្ធផលជាវិជ្ជមាននោះទេបន្តមកទៀតលោកโจ Biden និងសម្ព័ន្ធមិត្តក្នុងបកសម្ព័ន្ធ NATO បដិសេធមិនផ្លាស់ប្ដូរគោលនយោបាយបើកទ្វារចំហឬ Open Door Policy ពលគឺទុកសិទ្ធិឲ្យប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯងថាចង់ចូលក្នុង NATO ឬក៏អត់នេះមានន័យថាក្នុងករណីអ៊ុយក្រែនគឺអ៊ុយក្រែនខ្លួនឯងជាអ្នកមានសិទ្ធិសម្រេចថាចង់ចូលក្នុង NATO ឬក៏អត់ចំណែកឯ NATO មានសិទ្ធិសម្រេចថាទទួលយកអ៊ុយក្រែនជាសមាជិកឬមិនទទួលដោយមើលទៅតាមលក្ខខណ្ឌសមាជិកភាពរបស់ NATO ក៏ប៉ុន្តែមិនអាចបិទទ្វារជាមុនថាមិនទទួលយកអ៊ុយក្រែននោះទេនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2022ក្រោយពីមានជំនួបតាមទូរស័ព្ទរវាងលោកម៉ាក្រុងនិងលោកពូទីនវិមានប្រធានាធិបតីបារាំងបានចេញសេចក្តីថ្លែងការណ៍ថាលោកពូទីននិងលោក Biden បានព្រមព្រៀងគ្នាជាគោលការណ៍ថានឹងបើកធ្វើជំនួបកម្ពុជាដើម្បីពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែនក៏ប៉ុន្តែនៅថ្ងៃទី21ខែកុម្ភៈលោកពូទីនបានប្រកាសទទួលស្គាល់ Donetsk និង Luhansk ថាជារដ្ឋឯករាជ្យនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022រុស្ស៊ីបានចាប់ផ្ដើមបើកការឈ្លានពានដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើអ៊ុយក្រែននិងបានបង្កើតជាចំនួនប្រដាប់អាវុធដ៏ធំមិនធ្លាប់មាននៅអឺរ៉ុបបន្ទាប់ពីសម័យសង្គ្រាមលោកលើកទី2រហូតមកដល់ឆ្នាំ2025សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តម្ដងខ្លាំងម្ដងខ្សោយទៅតាមភូមិសាស្ត្រនយោបាយរបស់ពិភពលោក